anh nhận thay bằng việc chi ở dương nơi Khmer Chiêm Riếu mình Chiêm Riếu mà còn thay dương ở khai thác passion dương với thôm á bữa sân chỉ Khmer ăn miên chẳng dương thay tập cái ở Khmer miên ta ở đây vào tìm môi nó ngay để mọi người hái vì chọn cho mùi nắng ở rong cá cho mùi nắng rong cá đào về hái cha thay lấy máu với lưu bệ thì lấy thăm ná it's the EDM right and then dương bao với lưu chẳng tới hay khang hồn cá có quạt ở complain từ mà cha về nhú có cái sau vụ bom bèn vụ bom mình ao chua cái lại quạt là hot đào mà pha mà năm tới năm năng indoor chẳng cả muốn miền nè cái complain từ lời ca chạy EDM tụi ta là nó cứ khục hồn ca đó rất là miền EDM nơi trong khang khỏi coi thì rồi cho nên yeah nó là cái hai thằng cái Flapdo sắm máy ca Flapdo ba song group chúng mình số phải một óc nên sẽ có một cái episode mớiในการวิธีไลฟ์สติกโยរបស់យើងដែលថ្ងៃនេះគឺយើងនឹងជួបជាមួយនឹងភ្ញៀវកិត្តិយសពិសេសមួយរូបទៀតហើយដែលខ្ញុំជឿថាប្រិយមិត្តទាំងអស់គ្នាគឺច្បាស់ជាស្គាល់តាក់ទងជាមួយព្រឹត្តិការណ៍តន្ត្រីមួយដែលធំសម្បើមខ្លាំងមែនទែនហើយក៏ដូចជាព្រឹត្តិការណ៍ដ៏សប្បាយសម្រាប់ប្រទេសកម្ពុជារបស់យើងគឺការវិធី EDM Cambodia អញ្ចឹង EDM Cambodia បើសិនជាយើងអត់ធ្លាប់ចូលរួមក៏យើងធ្លាប់ឮតាក់ទងជាមួយនឹង EDM Cambodia នេះដែរហើយថ្ងៃនេះប្រិយមិត្តទាំងអស់គ្នាយើងនឹងទៅជួបជាមួយនឹងបងប្រុសបាទជំរាបសួរបងបាទជំរាបសួរអូខេបងដែលបងប្រុសគឺជាអ្នកធ្វើការនាំយកជាមួយតន្ត្រីប្រភេទនេះមកកាន់ប្រទេសកម្ពុជារបស់យើងអញ្ចឹងជាដំបូងបងចង់ឲ្យបងធ្វើការណែនាំខ្លួនទៅកាន់ប្រិយមិត្តរបស់យើងបាទអញ្ចឹងជំរាបសួរនិងសួស្តីទស្សនិកជនទាំងអស់គ្នាបាទហើយខ្ញុំបាទបើឈ្មោះខ្ញុំហៅក្រៅគេហៅថា Brave ណាគេស្គាល់ឈ្មោះច្រើនជាងតែឈ្មោះខ្មែរយើងគឺខ្ញុំឈ្មោះធីរៈហ្នឹងហើយខ្ញុំឈ្មោះធីរៈហើយខ្ញុំជា founder មួយក្នុងចំណោមច្រើនអ្នកទៀតនៅក្នុង EDM Cambodia បាទបងបាទនិយាយទៅគឺពិតជាកិត្តិយសខ្លាំងមែនតើបងដោយសារតែខ្ញុំក៏ជា fan ក៏ដូចជាអ្នកគ្រប់គ្រងមួយរូបសម្រាប់ EDM Cambodia ផងដែរបងនិយាយទៅគឺស្គាល់តាំងពីឆ្នាំ2015ការបងធ្វើតាក់ទងជាមួយនឹង Event Afterlife Hollywood Party នៅឯកោះពេជ្របាទអូខេបងអញ្ចឹងដោយសារឥឡូវគឺបានជួបបងចឹងចង់ឲ្យបងធ្វើការបង្ហាញជូនតាក់ទងជាមួយនឹងប្រវត្តិនៃការកកើតសម្រាប់ EDM Cambodia បន្តិចបងអូខេវារៀងឆ្ងាយអញ្ចឹងយើង adjust ខ្លួនណាវាវែងហ្នឹងអូខេគេចៅចាំស្ដាប់ហ្នឹងអញ្ចឹង EDM Cambodia យើងបើគិតទៅយើងចាប់ផ្ដើមបាន10ឆ្នាំហើយឡើយហ្នឹងគឺឆ្នាំ2015ដូចនិយាយមុនអញ្ចឹងគឺនៅយើង2015គឺយើងធ្វើ Afterlife ក្នុងសម្រាប់ Halloween ប៉ុន្តែតាមពិត event ហ្នឹងគឺជា event ទី2ឯង event ទី1របស់យើងគឺយើងធ្វើនៅ club យើងធ្វើនៅ club ហើយយើងធ្វើនៅ club Vito ហើយកាលនោះយើងធ្វើតាម300នាក់ហ្នឹងហើយអញ្ចឹងហើយក៏យើងលោតផ្លោះរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងទៅបាទបងអញ្ចឹងមានន័យថាខ្ញុំ miss ហ្នឹងហើយ first event ហ្នឹងហើយ អូខេបងអូខេនិយាយទៅអត់បញ្ហាបងព្រោះតែឥឡូវគឺនៅតែគ្រប់គ្រងជាមួយ EDM របស់នេះហ្នឹងហើយអរគុណហ្នឹងហើយបាទបងអញ្ចឹងចេះបងឥឡូវចូលដល់សំណួរទី2ដោយសារតែធម្មតាតន្ត្រីប្រភេទជា EDM ចង់សួរបងថាហេតុអីបានជាបងនាំយកជាមួយតន្ត្រីនេះមកកាន់ប្រទេសកម្ពុជារបស់យើងពីព្រោះជឿថាការសម័យនោះគឺមានប្រជាជនយើងគឺតិចមែនតើបងដែលស្គាល់ជាអ្វីទៅជា EDM ហ្នឹងហើយបើនិយាយទៅកាលពីឆ្នាំហ្នឹងអញនិយាយថាវាជាយើងនៅក្មេងឈាមរាវមិនឈាមរាវមិនគាត់ថាយើងគេថា passion យើងវាធំណាកាលនោះ2015បើដកដល់ឥឡូវកាលនោះខ្ញុំអាយុប្រហែលតាម21 22ទេ21 22អញ្ចឹងរបៀបថាជាក្មេងចតុងជាយុវវ័យអញ្ចឹងយើងតែងតែគិតថាចុះមកប្រភេទចម្រៀងនេះលយនៅស្រុកខ្មែរអត់មានអ្នកលក់ស្ដាប់អត់មានអ្នកអីអញ្ចឹងហើយក៏អត់មានអ្នកធ្វើទៀតតែពិតពេលហ្នឹងមកពីយើងអត់ចេះចូលក្លឹបបែបខាងក្លឹបដែលគាត់ផ្ដោតទៅលើខាងថាគេខាង expat ឬក៏ tourist អញ្ចឹងបានយើងអត់ដែលដឹងថានៅស្រុកខ្មែរគឺគេចាក់ភ្លេងប្រភេទហ្នឹងប៉ុន្តែនៅពេលដែលដូចនិយាយអញ្ចឹងដោយសារយើងអត់ដែលបានដើរលេងច្រើនក៏យើងគិតថានៅស្រុកខ្មែរវាអត់សូវមានប៉ុន្តែវានៅតែតិចអញ្ចឹងវានៅតែតិចប៉ុន្តែអ្វីដែលខ្ញុំគិតថាហេតុអីបានតែយើងចូលមកវាមិនមែនជាការនាំចូលមក like យើងចង់សាកចឹងថាយើងចង់បង្កើតអីដែលថាបើសិនជាខ្មែរអត់មានអញ្ចឹងយើងត្រូវតែបង្កើតឲ្យខ្មែរមានហ្នឹងហើយយើងមានបង្កើតឲ្យខ្មែរមានអញ្ចឹងបានប្រមូលគ្នាប្រហែល10នាក់និយាយទៅ Facebook friend ណាមិត្តភក្តិលើ Facebook ស្គាល់គ្នាតាម Facebook ទេតែមិត្តស្គាល់គ្នាដំបូង3នាក់ស្គាល់គ្នា3នាក់
មានfounder យើងមួយទៀតឈ្មោះ bot ហ្នឹងហើយនឹងfounder យើងមួយទៀតតែបិទគាត់ហ្នឹងអ្នកសៀមរាបទេតែគាត់ទៅតែឡើងមកបំពេញដោយសារតែគាត់ទៅចប់ទី12អូហ្នឹងហើយអញ្ចឹងយើងស្គាល់គាត់តាម Facebook ហ្នឹងយើងក៏ស្គាល់អញ្ចឹងទៅហើយមិត្តភ័ក្ដិនេះក៏នាំស្គាល់អ្នកនេះហូបមកយើងបានប្រហែល12នាក់យើងដំបូងផុតគឺយើងបាន12នាក់ក៏យើងរៀបចំគិតថាmaybe បើសិនជាយើងបាន12នាក់អញ្ចឹងហើយបើសិនជាមិត្តភ័ក្ដិម្នាក់អាចរកមនុស្សឬក៏មិត្តភ័ក្ដិណាផ្សេងទៀតឲ្យមកតែ10នាក់4-5នាក់ទៀតអញ្ចឹងគឺយើងអាចរកបានយើងអាចធ្វើ party បានបែបចាក់តន្ត្រីទៅ EDM ហ្នឹងបានដែរអញ្ចឹងយើងក៏ okay let's try and ក៏ស័ក្តិសិទ្ធិមែនការ word of mouth ហ្នឹងតាមមិត្តភ័ក្ដិហ្នឹងក៏យើងបាន300នាក់នៅក្នុងក្លឹបដ៏ទូចមួយនៅគឺ Vito Club ហ្នឹងឯងហើយយ៉ាអញ្ចឹងហើយបានពេលហ្នឹងអីគេអូនឯង miss អាហ្នឹងអញ្ចឹងណាតែ event ហ្នឹងកាលនោះវាគឺមិត្តភ័ក្ដិសតហ្មងគឺយើងហៅតគ្នាហើយកាលនោះលុះសម្បត្តិ online ក៏គ្មានដែរគឺធ្វើសម្បត្តិឲ្យចែកគ្នាតាមមិត្តភ័ក្ដិអញ្ចឹងចែកតាមអញ្ចឹងទៅបាទបងអូខេបងជុំបងអញ្ចឹងបើន័យថាគ្នាបងការចាប់ដើរដំបូងតែ12នាក់ហ្នឹងហើយ12នាក់ប៉ុន្តែអាចធ្វើការគ្រប់គ្រងក៏ដូចជារៀបចំជាមួយនឹងព្រឹត្តិការណ៍ event មួយបានវ៉ាវអានោះវានៅទូចដែរសម្រាប់ដល់ហ្នឹងវាទាំងក្លឹបមួយតែក្រោយៗមកទៀតគឺវារីកសាយជាងនឹងទៀតហ្នឹងហើយអូខេបងអញ្ចឹងចូលដល់ EDM វិញបងជឿថាដូចខ្ញុំស្គាល់អីទៅជា EDM តែជឿថាប្រិយមិត្តយើងខ្លះក៏អត់ទាន់យល់ពាក្យថា EDM នេះទេអញ្ចឹងចង់ឲ្យបងជួយបញ្យល់អ្វីទៅជា EDM បន្តិចហើយតើតន្ត្រីប្រភេទនេះវាមានលក្ខណៈពិសេសត្រង់ចំណុចណាដែរ Yes EDM បើយើងនឹងជាពាក្យកាត់តែពាក្យពេញវាគឺ electronic dance music បានន័យថាបកប្រែខ្មែរគឺតន្ត្រីបែប electronic ហេតុអីបានតន្ត្រីបែប electronic គឺអញនិយាយបានថាភាគច្រើនគឺអ្នក producer ដែលគាត់ធ្វើបទចម្រៀងបែបហ្នឹងគឺគាត់ប្រើប្រាស់ឧបករណ៍បែប electronic ច្រើនអញ្ចឹងណាប៉ុន្តែអាហ្នឹងវាគ្រាន់តែជា definition របស់ខ្ញុំវាតែពិតវាពាក្យ EDM នោះមួយវាបែកខ្ញែកទៅច្រើនណាហើយវាមានតាមគេហៅថាគេ genre ចង្វាក់មួយហើយនឹងវាមានតាមគេហៅថាគេចំនួនមួយទៀតដែលអ្នកដែលស្ដាប់ឬក៏ដែលថាអ្នកដែលគាត់ស្ដាប់តន្ត្រីបែប electronic ហ្នឹងខាងបែកអឺរ៉ុបហ្មងនៅពេលដែលគាត់ឮថាពាក្យ EDM គេនិយាយថាអាហ្នឹងបត់ពួក mainstream គេអញ្ចឹងតែគេទៅស្ដាប់បែបផ្សេងអញ្ចឹងទៀតប៉ុន្តែវានៅតែចំណែកមួយនៅក្នុងប្រភេទប្រភពហ្នឹងអញ្ចឹងហ្នឹងហើយអ្វីដែលពិសេសដូចនិយាយអញ្ចឹងគឺប្រភេទចម្រៀងហ្នឹងគឺវាច្រើនវា genre កូន sub genre វាកូនចង្វាក់វាហ្នឹងវាមានច្រើនវាមាន trap វាមានbig room house អីគេ drum and bass វាមានស្អីគេ UK garage អីចឹងទៅអាហ្នឹងតែបិទសេកទៅលើយើងចាប់អារម្មណ៍ហ្នឹងហើយតែសំខាន់គឺខ្ញុំគិតថាអ្វីដែលវាប្រោតពាក្យថា EDM ខ្លាំងមែនតើហ្មងគឺវាជាប្រភេទបែប music គេថា festival ក្នុងក្លឹបហ្មងបើសិនជាយើងចាក់ EDM ហ្មងក៏វាអត់សូវពិបាករាប់ដែរប៉ុន្តែបើនៅ festival ជាកន្លែងដែលគេថាសប្បាយលះលោតកឆេងហក់ហ្នឹងលោតកឆេងហ្នឹងទៅជាលក្ខណៈបែបជុំគ្នាលោតជុំគ្នាច្រៀងជុំគ្នាហ្នឹងយ៉ាហ្នឹងគេថាវាជាប្រភេទតន្ត្រីរាំប៉ុន្តែរាំបែបជុំគ្នាលះអស់ហ្មងអាហ្នឹងវាហ្នឹងមែនហើយអ្វីដែលសំខាន់មួយទៀតហ្នឹងនៅពេលដែលខ្ញុំគិតថាអានេះអ្វីដែលខាងទស្សនិកជនយើងហើយនឹងអ្វីដែលខាងក្រុមខ្ញុំហ្នឹងដាក់ definition មួយទៀតបើសិនជាយើងធ្វើជាប្រភេទកម្មវិធីបែប EDM គឺយើងត្រូវតែមាន element ផ្សេងចូលរួមមកដូចជាឆាកក៏ឆាកវាត្រូវតែលយភ្លើងវាត្រូវតែអ្នកជំនាញអ្នកលេងភ្លើងសូម្បីតែភ្លើងក៏មានអ្នកលេងសូម្បី DJ គឺត្រូវតែយើងបើកចិត្តបើកទលាយឲ្យពួកគាត់លេងអីដែលគាត់ចង់លេងដែលជាប្រភេទចម្រៀងនឹងអញ្ចឹងទៅទោះបីជាប្រភេទចម្រៀងហ្នឹងវាអត់ល្បីនៅស្រុកខ្មែរដល់អញ្ចឹងណា so yeah ហ្នឹងវាជាចំណុចសំខាន់ដែលចេញពីខាងក្រុមបងបាទបងអញ្ចឹងមានន័យថាបងគេ passion ទៅឲ្យ team តែហ្នឹងហើយគេថាគាត់បើកចិត្តឲ្យទលាយសម្រាប់គាត់ធ្វើអ្វីតាមដែលគាត់ទៅអញ្ចឹងគាត់បំរើឲ្យថាទៅកាន់តែចំនួនបងឬក៏ហ្នឹងហើយយ៉ាបាទគូមែនតើបងអញ្ចឹងបងឥឡូវយើងចូលដល់ team ម្ដងដោយសារតែខ្ញុំតសារជាមួយនឹងការរៀបចំសម្រាប់កម្មវិធីបងខ្លាំងមែនតើបាទអរគុណអញ្ចឹងចង់សួរតើតើជាមួយនឹង team តើ team បងទាំងអស់គ្នាបងមានចំនួនប្រមាណអ្នកដែរបងមកទល់ពេលនេះដែរ
បើគេកាន់តែហិចធំបើពួកខ្ញុំវារៀងរួមវិញចាតែដោយសារថាដូចយើងចាប់ផ្ដើមពីបងនេះដឹងអញ្ចឹងពី12អ្នកដល់ក្រោយមកទីទូទៅនៅពេលដែលយើង start មាន founder ច្រើនវាគង់តែមានការថាចាក់ចេញមួយចំនួនទៅអ្នកខ្លះគឺគាត់ហើយវាគាត់ចាប់ផ្ដើមមកក៏វាជាការចាប់ផ្ដើមបែបគេហៅថា passion មិនមែនជាក្រុមហ៊ុនអីទេអញ្ចឹងទៅអ្នកខ្លះក៏គាត់អស់ passion គាត់ក៏ move on អញ្ចឹងទៅអញ្ចឹងឥឡូវហ្នឹងគឺនៅសល់ប្រហែលជា8នាក់អីទេហើយជា10នាក់ហ្នឹងហើយសល់10នាក់ប៉ុន្តែfull time តែ3ទៅ4នាក់ទេហ្នឹងហើយខែពីហ្នឹងទៀតគឺពួកគាត់ថាគាត់ freelance គាត់ជួយយើងនៅពេលណាដែលមានកម្មវិធីឬក៏នៅពេលណាដែលយើងមានប្រជុំបែប management ហ្នឹងក៏គាត់នៅតែចូលរួមដូចគ្នាផ្ដល់ជា idea ដូចគ្នាហ្នឹងហើយបងអញ្ចឹងបងសម្រាប់ឥឡូវយើងចូលដល់អ្នកដែលគាត់ធ្វើការក្រៅម៉ោងវិញហ្នឹងហើយដោយសារតែខ្ញុំជឿថាបើសិនជាគាត់ធ្វើការក្រៅម៉ោងបងជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍គឺក៏មានផលវិបាកដែរហ្នឹងហើយសម្រាប់អញ្ចឹងតើបងមានវិធីសាស្ត្រអីក្នុងការគ្រប់គ្រងជាមួយនឹងបុគ្គលិកក៏ដូចជាអ្នកដែលគាត់ធ្វើការជាមួយនឹងខាងបងជាលក្ខណៈប្រភេទ part time អញ្ចឹងបងដូចនិយាយអញ្ចឹងដោយសារតែយើងចាប់ផ្ដើមមកជាមិត្តភ័ក្តិអញ្ចឹងមិត្តភ័ក្តិយើងយកចិត្តគ្នាច្រើនហើយពួកយើងក៏ពួកគាត់ក៏មានសមត្ថភាពច្រើនដែរអញ្ចឹងពួកខ្ញុំអត់សូវ hot មាត់ក្នុងការបជាឬក៏ដាក់ការងារគាត់ទេព្រោះដោយសារតែម្នាក់គឺគាត់សិតតែមានជំនាញមួយនៅក្នុងផ្នែកមួយនៃកម្មវិធីណាមួយដែលយើងបង្កើតដោយមានអ្នកខ្លះចឹងទៅគឺគាត់បកកែខាងមើល security ហើយនឹង flow របស់ភ្ញៀវចេញចូលមានអ្នកខ្លះទៀតគឺគាត់បកកែកាន់ខាងផ្នែក VIP អ្នកខ្លះទៀតគឺគាត់បកកែកាន់ខាង artist អីចឹងទៅអញ្ចឹងសម្រាប់ខាងពួកគាត់ភាគច្រើនអ្នកដែលគាត់នៅ part time ជាមួយនឹងពួកយើងគឺពួកគាត់កាន់ការងារដែលអត់ត្រូវការប្រជុំច្រើនឬក៏គេថាមិនមែនជាការងារ management អញ្ចឹងគឺដឹងតែថាចិត្តប្រហែលមុនកម្មវិធីនិយាយទៅគាត់ដូចនិយាយចឹងគាត់នៅតែចូលរួមការប្រជុំប៉ុន្តែយើងប្រជុំម៉ោង9យប់អីចឹងទៅដោយសារតែតនេទាំងអស់គ្នាហើយពួកគាត់ក៏តនេដែរគាត់ចេញពីម៉ោងការងារគាត់ផ្សេងអញ្ចឹងយើងប្រជុំគាត់ទៅយើងផ្ដល់ព័ត៌មានឲ្យគាត់អាប់ដេតគាត់រហូតដល់មុនថ្ងៃកម្មវិធីប្រហែលមួយអាទិត្យបានយើងចាប់ដើមដាក់ការងារអូខេមិត្តភ័ក្តិខាងនេះ member មួយនេះទៅខាងនេះមិនខាងនេះអញ្ចឹងហើយយើង like អត់ហត់មកច្រើនយើងគ្រាន់តែប្រាប់គាត់ឲ្យគាត់ដឹងថាគាត់នឹងត្រូវធ្វើអីហ្មងអញ្ចឹងដោយសារតែI get friendship power friendship power friendship អូខេហ្នឹងហើយអូអញ្ចឹងភាសាចង់ន័យថាអ្នកចូលរួម member សម្រាប់ EDM Cambodia បងមានទាំងជាមិត្តភ័ក្តិផងមានទាំងអ្នកដែលគាត់ recruit ផ្សេងហ្នឹងហើយបាទបងបាទអូខេបងបងអញ្ចឹងចូលដល់សំណួរមួយទៀតមុននឹងបងចាប់ផ្ដើមសម្រាប់ព្រឹត្តិការណ៍ EDM នេះតើពីមុនមកបងធ្លាប់ជាអ្នករៀបចំព្រឹត្តិការណ៍ពីមុនមកទេបងឬក៏បងធ្លាប់មានបទពិសោធន៍ជាមួយនឹងព្រឹត្តិការណ៍ពីមុនមកទេបើនិយាយទៅបើសិនជាយើងរាប់ថាកម្មវិធីបែបនឹងហ្មងឬក៏ជា concert ឬក៏កម្មវិធីបែបជា party ហ្នឹងគឺអត់ដែលសោះហ្មងទាំងអស់គ្នាទាំង10 11 12នាក់ហ្នឹងគឺមិនដែលធ្វើទេតែចាប់ដើមហ្នឹងគឺអត់ដែលហ្មងអត់ដែលសោះហងហើយសម្រាប់អ្នកខ្លះទៅប៉ុន្តែអ្នកខ្លះក៏មានបែបពិសោធន៍រៀបចំកម្មវិធីបែបសិក្ខាសាលាអីចឹងឬក៏ charity អីនៅសាលាអីចឹងណាប៉ុន្តែមិនដែលធ្វើជាខំសូម្បីតែខ្ញុំក៏អត់ដែលដែរព្រោះកាលនោះខ្ញុំរៀបចំមានបែបពិសោធន៍រៀបចំកម្មវិធីផ្សេងដែរតែកម្មវិធីបែបប្រកួត game អីទេហ្នឹងហើយមិនមែនជាកម្មតែនេះដោយសារតែការឆ្លាញ់ចូលគ្នាមកបានថាអូខេឥឡូវធ្វើទេវាមិនពិបាកអីទេហ្នឹងហើយបាទចាំថាសម្រាប់តែលើតន្ត្រីបងអត់ធ្លាប់មកពិសោធន៍ពីមុនទេហ្នឹងហើយវ៉ាវចាគាត់ថាបង start សម្រាប់ថា member ទាំងអស់គ្នាគឺ start ម្ដងតិចអ្នកចេះមួយជំនាញទៅយូរទៅក៏កើតជា organize មួយចឹងទៅបាទហ្នឹងហើយវ៉ាវ cool មែនតើបងបងចូលដល់មួយទៀតដែលសំណួរហ្នឹងខ្ញុំក៏ចង់ដឹងដែរបងអូខេបងអញ្ចឹងបងក្នុងនាមជាអ្នកគ្រប់គ្រងជាមួយនឹងព្រឹត្តិការណ៍មួយតើអ្វីទៅដែលយើងស្អប់ជាងគេតែយើងជួបជាមួយនឹងបញ្ហានឹងជាងគេអូខេចាំមើលអានេះតំតែថ្មីណាស់មិនអាចនិយាយហ្មងកាលពីបងធ្វើដំបូងស្អប់ជាងគេអានេះការមកដំបូងប្រហែល3 4ឆ្នាំដំបូងស្អប់ជាងគេគឺស្រុកខ្មែរយើងអត់ទាន់មាន ticketing platform ហ្នឹងជំនាន់ like 2015រហូតដល់2019អត់មាន ticketing platform ទេហើយការពួកយើងចំណាយច្រើននៅទៅលើការ delivery ហើយបានន័យថាគឺយើងត្រូវធ្វើសំបុត្រ physical ហើយយើងធ្វើ delivery ដល់គាត់ហើយយើងក៏អត់ទទួលបានលុយបានយើងគាត់មុនទេតោះតែយើងសំបុត្រដល់ដៃគាត់បាន
យើងបានលុយហើយកាលនោះគឺយើងប្រើអីគេ Google Form ហើយគាត់ register កក់មកហើយបងនៅហ្មងគឺអ្នកមើលអាហ្នឹងហើយ filter ទៅហើយបានតម្លាក់ឲ្យខាងក្រុម delivery អញ្ចឹងអាហ្នឹងហើយជួនកាលថ្ងៃខ្លះចឹងទៅក៏តម្លាក់បានច្រើនថ្ងៃខ្លះទៅយើងតម្លាក់បានច្រើនហើយប៉ុន្តែភ្ញៀវគាត់ធម្មតាការ delivery យើងដឹងហើយអ្នកលក់ online គឺគាត់ដឹងហ្មងថាអាហ្នឹងវាមិនបាច់អាហ្នឹងកាលពីឆ្នាំ2015ដល់2019ហ្នឹងវាពិបាកជាងគេវាអត់ដឹងហ្នឹងដែលពួកបតចូលចិត្តហ្មងប៉ុន្តែបន្តមកទៀតចាប់ដើមយើងមាន ticketing platform ហើយយើងមានWonderpay អីចឹងទៅបាទបងហើយក៏បន្ទាប់ពី COVID មកគេថាគេ online payment ឬក៏ QR ហ្នឹងក៏វា like start to pop up វាស្រួលដែរអញ្ចឹងក៏យើងក៏ចាប់ផ្ដើមថាអូខេនៅពេលដែលយើងលក់អីមួយនៅក្នុងនេះវាចាប់ផ្ដើមអ្នកត្រូវការប្រើអ៊ីនធឺណិតហើយអាហ្នឹងគឺមួយគឺខ្ញុំស្អប់មួយទៀតគឺអត់មានអ៊ីនធឺណិតនៅ venue យើងតែណានេះមិនដឹងយើងមិនចង់និយាយគាត់ទៅខាងសេវាទូរស័ព្ទសេវាកម្មទូរស័ព្ទឬក៏អីទេប៉ុន្តែវាពិបាកមែននៅពេលណាអ្នកដែលគាត់ដើរលេងកម្មវិធីច្រើននៅស្រុកខ្មែរឲ្យតែថាមកក្នុងមួយក្តុបហ្នឹងវាមានមនុស្សចាប់ពី100នាក់ទៅ200នាក់ឡើងគឺអ៊ីនធឺណិតចាប់ដើមយឺតពិបាកអាហ្នឹង indoor បើថា outdoor ប្រហែល 3-400 នាក់ទៅចាប់ដើមយឺតដែរឬក៏ជួនកាលអា venue ហ្នឹងហ្មងគឺអត់មានអ៊ីនធឺណិតចូលហ្មងដល់ចឹងទៅនៅពេលដែលគាត់ត្រូវការទិញភេសជ្ជៈនៅគាត់ទិញអីញ៉ាំជួនកាលភ្ញៀវគាត់មកដល់ភ្លាមចឹងគាត់ចង់ទិញអីចឹងទៅគឺគាត់ទូទាត់អត់បានហ្នឹងហើយវាចាំយូរ infrastructure នៅយើងវានៅស្ទើរហ្នឹងហើយវានៅពិបាកហ្នឹងហើយអាហ្នឹងមួយហើយហើយទី3បងញ៉ាំទៀតទី3បងសក់មួយទៀតគឺនៅស្រុកយើងគឺយើងនៅខ្វះអា venue ដែលច្រើននិយាយទៅនៅខ្វះ menu ច្រើនមិនមែនថានៅស្រុកខ្មែរអត់មានទេឬក៏គេថាទីតាំងហ្នឹងគឺមានខ្វះច្រើនជួនកាលវាមានហើយប៉ុន្តែនៅតែពិបាករៀបចំឧទាហរណ៍ដូចនៅរោងនៅកោះពេជ្រអញ្ចឹងនៅកោះពេជ្ររោងការយើងបងធ្លាប់ធ្វើក៏ក្នុងរោងការហ្នឹងតាំងតែ Halloween ទី1បងធ្វើនៅហ្នឹងហើយបន្តមកទៀត Restaurant ទី1ក៏បងធ្វើនៅហ្នឹងតែ Restaurant ទី1ហ្នឹងហើយដែលបងធ្វើហើយវាជាប់ជាមួយនឹងរោងការចូលជាមួយនឹងរោងការដល់ពេលហើយចាថាសលេងមកវាលឺពេកសលេងធម្មតា it's the EDM right and then យើងបើកវាលឺអញ្ចឹងទៅហើយ partition របស់គាត់ហ្នឹងវាជាប់នឹងទៅវាធ្វើឲ្យរំខានដល់រោងការគេអញ្ចឹងខាងរោងការក៏គាត់ complain ទៅម្ចាស់ venue ក៏គេសៅពួកបងបែនពួកបងមិនឲ្យចូលជួលកន្លែងគាត់រហូតដល់ប្រហែល1ឆ្នាំទៅ2ឆ្នាំហ្នឹងអាហ្នឹង indoor ដល់ពេលមួយទៀតបើសិនជាយើងទៅ indoor មួយដែលធំជាងហ្នឹងឬក៏ល្អជាងហ្នឹងវាទៅជាថ្លៃជ្រុលហួសហេតុពេកហើយនៅពេលដែលយើងហ៊ានចាយលើហ្នឹងហើយវាទៅជាពិបាកមួយទៀតគឺកម្ពស់អត់ដល់ឬក៏គេបិទអត់ឲ្យយើងប្រើឧបករណ៍មួយចំនួនដូចជាការបាញ់ភ្លើងក៏បាញ់ flare យ៉ាងឡាអញ្ចឹងទៅហ្នឹងហើយ flare អញ្ចឹងទៅគេថាដោយសារនិយាយអញ្ចឹងដោយសារតែកម្ពស់ពួកគាត់អត់នេះពេកអត់ខ្ពស់ដល់ហ្នឹងអូខេអាហ្នឹង indoor and then បើសិនយើងមក outdoor ថោកឯងជួនកាលយើងជួលទៅដីគេទៅទេវាថោកទេប៉ុន្តែដូចនិយាយអញ្ចឹងយើងជួលដីទៅទេអញ្ចឹងបានន័យថាកម្មវិធីយើងជាកម្មវិធីបែប exclusive អញ្ចឹងយើងត្រូវធ្វើលបងយើងត្រូវជួបនឹងជួបទឹកយើងត្រូវមានសិនភ្លើងយើងត្រូវអូច្រើនស្អីហើយវាត្រូវភ្លើងវាត្រូវភ្លៀងឬក៏អត់ទៀតហើយវាពិបាកអញ្ចឹងគឺ venue នៅស្រុកខ្មែរយើងគឺវានៅខ្វះខាតមែនវានៅខ្វះខាតវាអត់មានល្មមថាឥឡូវ venue នេះដាក់បាន 1000 venue នេះដាក់បាន 2000 venue នេះដាក់បាន 5000 venue នេះដាក់បាន 10000 ទេវាមានតែvenue នេះដាក់បាន 5000 venue នេះដាក់បាន50000យកហ្មងវាអត់មានច្រើនជម្រើសវាមានតែទូចឬក៏ធំយកហ្មងដូចទូរស័ព្ទ iPhone អញ្ចឹងស្អីគេមាន250G និង1Tយកហ្មងវាអត់មាន 250G 512ហ្នឹងវាមាន3ចំណុចហ្នឹងអ្វីដែលបងស្អប់ជាអ្នកធ្វើកម្មវិធីហ្មងបាទបងអូខេបងនិយាយទៅក្បោះក្បាយខ្លាំងមែនតើបងហើយតាមពិតទៅបងខ្ញុំមាននេះមួយដែរដោយសារតែកាលមុនខ្ញុំក៏ធ្លាប់ទទួលបានដែលថាអ្នកដែលគាត់និយាយអញ្ចឹងបងគាត់ថាកម្មវិធីមិនក៏ធ្វើទៅនៅកោះពេជ្រកម្មវិធីគេធ្វើទៅមិនក៏នៅទីតាំងហ្នឹងហើយក៏អត់ដូរទីតាំងតែប៉ុន្តែគាត់អត់យល់ពីអារម្មណ៍របស់អ្នកដែលគាត់រៀបចំកម្មវិធីពីព្រោះថាតាមពិតបងអ្នកជិះរៀបចំកម្មវិធីបងអាចថាបងយល់ច្បាស់ជាងពួកខ្ញុំផងនិយាយទៅយើងស្រាវជ្រាវច្រើនហើយមិនយើងអត់ស្រាវជ្រាវយើងស្រាវជ្រាវច្រើនហើយយើងក៏គិតដាក់ idea ថាបើដែលភ្ញៀវគាត់
គាត់គិតដែរទោះបីជាពេលខ្លះយើងដូរកន្លែងទៅវាអត់ដូរវាអត់សូវ add អីហ្មងមែនប៉ុន្តែជាភ្ញៀវឬក៏ជាអ្នកចូលរួមគឺគាត់តែថាអូមើលកន្លែងថ្មីទៅវារៀងមានអារម្មណ៍ថាប្លែកគាត់ថាឮឈ្មោះថ្មីវាប្លែកអារម្មណ៍មួយបាត់ហើយប៉ុន្តែ infrastructure មួយចំនួនដូចជាបន្ទប់ទឹកវាដូចជាលបងដូចជាបែបភាព exclusivity ហ្នឹងគឺវាអត់មានទេបើសិនជាយើងផ្លាស់ប្ដូរ venue តាមអំពើចិត្តហ្នឹង បាទបងអូខេបងមួយទៀតបងសម្រាប់ការហងការហ្នឹងហើយកាលមុនឥឡូវនេះបើស្ដាប់ឮបងតែអញ្ចឹងកាលមុនមានអ្នកគេ complain ទៅលើការចាក់ EDM ប៉ុន្តែឥឡូវហ្នឹងគឺគ្រប់ហងការអស់សិតតែមាន EDM នៅចំខាងក្រោយកម្មវិធីត្រង់ចំណុចហ្នឹងហ្នឹងគេហៅថាគេផ្លាស់ប្ដូរសម័យការផ្លាស់ប្ដូរអញ្ចឹងវាតែគេត្រូវមាន DJ មានអីដែរព្រោះពេលខ្លះបើប្រឡែងឲ្យអ្នកការគាត់ចាក់វាអត់សូវស៊ីវាអីចឹងទៅឥឡូវបើមាន DJ ទៅវាលើកដែរកំងបត់មកអីចឹងទៅអូខេបងជឿបងអញ្ចឹងមុនហ្នឹងដោយសារតែបងបានធ្វើការ mention តាក់ទងជាមួយនឹងការធ្វើការជាមួយនឹង Wonder Park បាទអញ្ចឹងឥឡូវចង់ឲ្យបងប្រាប់ពីបានន័យថាបបពិសោធន៍សម្រាប់ធ្វើការ Wonder Park នេះវាព្រោះតែមកទល់ពេលនេះគឺរយៈពេលដូចជា3ឆ្នាំហើយទៅបាទហ្នឹងហើយបាទបងអញ្ចឹងសម្រាប់បបពិសោធន៍បងជាមួយ Wonder Park តើយ៉ាងណាដែរបងមកផ្សាត់អាចនិយាយថាគឺល្អបើយើងកាលពីឆ្នាំដំបូងដែលយើងបានហៅថាសហការជាមួយគ្នាហ្នឹងនៅពេលដែលបងចាប់ផ្ដើមទៅនិយាយជាមួយភ្លាមគឺខាងវណ្ណភាសគឺគេថាគេរាក់ទាក់យើងចង់បានអីប្លែកចង់បានអីថ្មីចង់បាន feature អីដែលយើងអត់មានដំបូងវណ្ណភាសអត់មានក៏ខាងវណ្ណភាសចាថាព្យាយាមធ្វើឲ្យដែរលោកឧទាហរណ៍មួយថាដូចការទិញប៊ីយ៉ានៅក្នុង app ឲ្យហើយដើម្បីគ្រាន់តែដល់គាត់ scan បើកលុយ scan បើកប៊ីយ៉ាហ្នឹងអាហ្នឹងប៉ានោះបើតាមមកចាំដូចជាពួកគាត់អត់ទាន់មានប៉ុន្តែដល់ហើយបងផ្ដាក់ idea ហ្នឹងទៅគឺគាត់ដាក់ឲ្យធ្វើបានភ្លាមបានមកមិនភ្លាមថាមួយអាទិត្យពីរអាទិត្យទៅហើយថាគេតែបងហើយចឹងទៅនិយាយទៅការសហការគឺថាមានការយកគ្នាច្រើនហើយគាត់ក៏ខាងវណ្ណភាសក៏យកចាណាយក idea ពីពួកបងទៅដែរដើម្បីធ្វើឲ្យ product ឬក៏ធ្វើឲ្យ app platform យ៉ាងហ្នឹងកាន់តែប្រើប្រាស់បានរីចម្រើនចឹងដែរហ្នឹងបងនិយាយចឹងបានបាទនិយាយទៅគេថាយើង win-win situation បង win-win ទាំងអស់គ្នាពួកយើងចង់បដៅធ្វើការពង្រីកខ្លួននៅកាន់តែល្អហ្នឹងហើយនិយាយទៅសរសើរបងថាបើសិនជា customer ចឹងថាបើសិនជាហាងឬក៏ខាង app មុំគេថាឲ្យលុយគេម៉ានមកកំង feature អីចឹងណាអញ្ចឹងហ្នឹងបងគិតចាំតែបើសិនតែទោះបីពេលខ្លះក៏បងមាន reaction ដែរបើសិនជាបងជាម្ចាស់ product អីមួយគេថាឲ្យលុយម៉ានហើយមកទា feature អញ្ចឹងណាប៉ុន្តែខាងវណ្ណភាសមែនទោះបីជាការសហការរបស់យើងវាមិនមានតម្លៃខាធំដល់ប៉ុណ្ណាបាត់ចិត្តធំប៉ុណ្ណាមែនប៉ុន្តែនៅពេលដែលបង request អីមួយគឺខាងយើងព្យាយាមធ្វើឲ្យហ្នឹងអ្វីមួយដែលបងជួយចិត្តហ្នឹងហើយ that's why យើងនៅតែធ្វើការមួយវណ្ណភាសរហូតអូខេបងអញ្ចឹងជាដំបូងគឺអបអរសាទរបងអរគុណបាទសម្រាប់ EDM Cambodia មកទល់ពេលនេះគឺរយៈពេល10ឆ្នាំហើយបាទខួបលើកទី10ឆ្នាំអូខេបងអញ្ចឹងបងដោយសារតែថ្មីនេះបងក៏មានរៀបចំជាមួយនឹងកម្មវិធីព្រឹត្តិការណ៍ EDM Cambodia សម្រាប់ខួបលើកទី10ឆ្នាំហ្នឹងដែរអញ្ចឹងចង់ឲ្យបងអាចថាជម្រាបជូនតាក់ទងជាមួយនឹងព្រឹត្តិការណ៍នេះបន្តិចទៅកាន់ប្រិយមិត្តរបស់យើងហើយក៏ដូចជាបងមានសំណូមពរអីទៅកាន់ប្រិយមិត្តរបស់យើងបាទនេះ10ឆ្នាំហើយបើគិតទៅមិនបើគិតទៅវា10ឆ្នាំហើយព្រោះអីពី2015រហូតដល់2025ចូលហើយវា10ឆ្នាំហើយតាមពិតទៅថ្ងៃទី16ជូនវា10ឆ្នាំមែនប៉ុន្តែដល់សារ16នេះវាអត់ចំថ្ងៃ weekend យើងក៏លើកយើងក៏បានរៀបចំកម្មវិធីមួយដែលជាការកម្មវិធី birthday របស់យើងហ្នឹង10ឆ្នាំហ្នឹងគឺនៅក្លឹបVito ដែលជាក្លឹបទី1ដែលយើងបានទៅធ្វើការជាមួយគាត់ដែរចាំមកន័យថានេះគេថាគេកម្មវិធីហ្នឹងគឺយើង throwback យើង throwback go back to where we came from ទៅកន្លែងដែលយើងបានកើតទៅកន្លែងដែលយើងបានកើតដំបូងហ្នឹងទៅកន្លែងដែលជា history របស់យើងទៅកន្លែងដែលវាបែប iconic របស់យើងហ្នឹងហើយ so យើងបានប្រកកម្មវិធីហ្នឹងហើយយើងរៀបចំកម្មវិធីហ្នឹងហើយក៏យើងក៏ចង់ថាហៅ
ដល់មិត្តភ័ក្តិអាចនិយាយមិននិយាយទៅអ្នកដែលចូលរួមកម្មវិធីយើងតាំងពីដើមមករហូតដល់កម្មវិធីរាល់ថ្ងៃហ្នឹងគឺមិនមែនជា fan របស់ខ្ញុំទេពួកខ្ញុំគិតថាពួកគាត់គឺជាមិត្តភ័ក្តិគឺជាបងប្អូនរបស់យើងដែលថាយើងនឹករលឹកយើងសង្ឃឹមថាពួកគាត់នឹងអាចមកលេងយើងវិញបានមកលេងជាមួយយើងវិញបានដើម្បីថាគិតពីថាឥឡូវឯណាគិតដល់10ឆ្នាំមុនណាគិតដល់ឆ្នាំមុនព្រោះអានេះបើនិយាយមួយចាស់ថ្ងៃនេះគឺក្មេងៗដែលគាត់ធំចំនួនpandemic គឺគាត់អត់សូវស្គាល់ប្រព័ន្ធទេនិយាយចាស់ទៅហើយcrowd ឬក៏crowd ម្ដុំហ្នឹងគឺខុសគ្នាទៀតគាត់ដែលមុន pandemic គឺគាត់មុន covid ហ្នឹងគឺម្ដុំហើយcrowd ដែលគាត់ធំពី covid ហ្នឹងម្ដុំអញ្ចឹងគឺគាត់ប្រភេទជំនាញផ្សេងគ្នាហើយសម្រាប់ crowd ដែលមុន covid ហ្នឹងគាត់ចាស់អស់ទៀតគាត់30អស់ហើយគាត់កូន1កូន2អស់ហើយគាត់ឬក៏20ក្រាស់ហើយអញ្ចឹងទៅអញ្ចឹងអ្នកខ្លះក៏គាត់លែងមក event បងប្រហែល2 3 event ហើយដោយសារតែគាត់និយាយថាឥឡូវគាត់មានបន្ទុកគ្រួសារបែបផ្សេងហើយក៏គាត់មានកូនឬក៏មួយម៉ាត់ទៀតគាត់និយាយថា I'm too old for this I'm too old for this ហើយអញ្ចឹងខ្ញុំសង្ឃឹមថាគឺខ្ញុំនឹងឃើញមិត្តភ័ក្តិចាស់គ្រួសារយើងចាស់ហ្នឹងគឺយើងមកលេងកម្មវិធីនេះវិញហើយយើងក៏មាន DJ វិថាហ្នឹងក៏គាត់នឹងចេះថារៀបចំ set ដែលគេហៅថា throwback set មានប្រភេទចម្រៀង EDM បែបពីមុនល្បីៗ like classic ហ្មងណា classic បែប throwback festival trap ហ្នឹងដើម្បីឲ្យថារំលឹកអារម្មណ៍ហ្នឹងមកវិញដែរប៉ុន្តែសម្រាប់បងប្អូនក្មេងៗដែលគាត់ទៅតែធំនេះក៏បានដែលគាត់ទៅតែចូលរួមកម្មវិធីបងនៅឆ្នាំចាប់ផ្ដើមពីឆ្នាំ2022រហូតដល់2024ហ្នឹងក៏ចង់ឲ្យពួកគាត់មកដែរដោយសារតែបងក៏ពួកខ្ញុំក៏បានរៀបចំDJ មួយចំនួនដែលគាត់ចាំថាយើងប្រាប់ឲ្យគាត់ថាគឺត្រូវតែ curate set ឲ្យត្រូវបែបក្មេងៗល្បីក្រោយៗនឹងដែរអញ្ចឹងវាមានដូច law អញ្ចឹង DJ law គឺគាត់ខ្ញុំឲ្យគាត់រៀបថាឥឡូវ let's try EDM XK pop EDM XK pop set អញ្ចឹងបាន K-pop វានៅតែល្បីដល់10ថ្ងៃហើយ EDM ក៏វាលាយចូលអញ្ចឹងហើយម្យ៉ាង EDM XK pop ហ្នឹងក៏វាកំពុងតែ viral នៅលើ YouTube អីដែរគឺមានការ DJ នៅ Croatia Station គឺគាត់ make ចូលគ្នាច្រើន so ហ្នឹងក៏នេះដែរហើយនឹងមួយទៀតអ្វីដែលខ្ញុំមិនដឹងថាអ្វីដែលពួកខ្ញុំរៀបចំទៅវាពិសេសប៉ុណ្ណាតែខ្ញុំគិតថាអានេះវាជាវាប្លែកមួយនៅស្រុកខ្មែរវាអាចប្រហែលជាគេមានធ្វើហើយពួកខ្ញុំអត់ឃើញឬក៏មិនដែរប៉ុន្តែបើសិនជាអ្នកគាត់ដែលគាត់ចូលស្ដាប់បែបប្រភេទហ្នឹងឬក៏គាត់មើល TikTok អីអញ្ចឹងហើយគាត់នឹងឃើញប្រភេទថា boiler room អញ្ចឹងណា boiler room ហ្នឹងគឺជាបែបថាវាជា event បែបប្រភេទចម្រៀង electronic អញ្ចឹងដែរប៉ុន្តែDJ ហើយនិង audience គឺវា like very close to each other like there's no fancy អត់មាន fancy stage អត់មាន stage លយខ្ពស់ដាច់មើលឡើងឃើញទៀតទេអញ្ចឹង boiler room ហ្នឹង DJ នៅចំកណ្ដាលឬមិននៅកណ្ដាលឬក៏ហើយណាក៏នៅចិត្តជាមួយនឹង audience ហើយវាមាន audience ទាំងនៅក្រោយទាំងនៅជុំវិញទាំងអស់អញ្ចឹងយើងព្យាយាមបង្កើតvibe ហ្នឹងសម្រាប់កម្មវិធីនេះមួយគេហៅថាដោយសារតែកម្មវិធីហ្នឹងគឺយើងគេហៅថាសម្រាប់គ្រួសារសម្រាប់មិត្តភ័ក្តិអញ្ចឹងក៏យើងចង់បង្កើនភាពជិតស្និទ្ធដោយដាក់ DJ យើងនៅក្រោមហ្មងយើងអត់មានទេហើយម្យ៉ាងកន្លែងដែលយើងធ្វើហ្នឹងក៏វាមិនធំប្រហែលដែរអញ្ចឹងភាពចឹងថាតូចក្លឹបតូចហ្នឹងក៏វាបង្កើនភាពជិតស្និទ្ធដល់ទាំង DJ ទាំង fan យ៉ាងណាហើយដូចអញ្ចឹងគឺយើងព្យាយាមបង្កើត vibe នឹងបានហើយយើងក៏មានការ set record ស្អីដែរហ្នឹងហើយអញ្ចឹងបើសិនជា Hello ចង់ចូលកាមេរ៉ាអញ្ចឹងអាចមកកាមេរ៉ានេះបានមកក្រោយ DJ មកអញ្ចឹងទៅពីព្រោះចេះមកពីព្រោះទៅសម្រាប់ video ប្រភេទហ្នឹងខ្ញុំធ្លាប់ឃើញនៅ YouTube ហើយឃើញ DJ គាត់នៅចំកណ្ដាលអញ្ចឹងហ្មងហើយអ្នករាំជុំវិញហ្នឹងមានកាមេរ៉ាប្រភេទ wide angle មានចំពីមុខហើយមានបញ្ចុកស្រាប់ DJ ខូខ្លៅមែនទេអង្គ boiler room ប៉ុន្តែបើនិយាយទៅក្រៅពី boiler room ហ្នឹងអាចនិយាយថានេះវាជា movement មួយទូទាំងពិភពលោកមិនត្រឹមតែ
ដើម្បីលើរួមតែវាមានប្រែផ្សេងៗទៀតដូចជា cyber អញ្ចឹងគឺគាត់ព្យាយាមធ្វើបែបហ្នឹងច្រើនមានអ្នកខ្លះគាត់លេង DJ ចាក់ចម្រៀងនៅក្នុងកន្លែងហាងកាហ្វេហាងអីចឹងទៅបាទបងយ៉ាអាហ្នឹងគេអាចនិយាយថាវាជា movement មួយទូទាំងពិភពលោកអញ្ចឹង movement នេះខ្មែរយើងក៏គួរតែសាកដែរហើយ again បងសាកមួយប៉ុន្តែតែពិតវាមានក្រុមមួយក្រុមទៀតដែរដែលគាត់សាកហើយដែលគាត់ធ្វើថ្ងៃមុនក្រុមគាត់ហ្នឹងដូចជាគេហៅថា Elsewhere ខ្ញុំ shout out ទៅគាត់ដែរអញ្ចឹងទៅក្រុមគាត់ហ្នឹង Elsewhere ដែលគាត់ធ្វើកម្មវិធីបែបការចាក់ចម្រៀងហ្នឹងនៅហាងកាហ្វេហ្នឹងថ្ងៃមុនហ្នឹងហើយ very good initiation very good initiate អញ្ចឹងក៏ខ្ញុំចង់ចាប់ផ្ដើមមិនដូចគ្នា yeah so ខ្ញុំគិតថាការធ្វើការប្រើប្រាស់កម្មថ្ងៃ anniversary របស់យើងហ្នឹងដើម្បីសាកកម្មវិធីប្រភេទថ្មីហ្នឹងឬក៏ format បែបថ្មីហ្នឹងដើម្បីវាជាបទពិសោធន៍មួយដែលប្រហែលជាពួកយើងអាចនឹងធ្វើអីមួយប្រភេទហ្នឹងទៅមុខទៀតអញ្ចឹងណាអញ្ចឹងសង្ឃឹមថាទាំងមិត្តភ័ក្តិទាំងបងប្អូនទាំង fan ចាស់ទាំង fan ថ្មីទាំងGen Z ទាំង Millennial មកចូលរួមកម្មវិធីហ្នឹងដើម្បីឲ្យយើងយ៉ាងថាយើងចូលរួមដំណើរសារជាថ្មីរបស់ EDM Cambodia ដូចគ្នាទៅ10ឆ្នាំមែនឃើញតែបងរៀបចំបាន10ឆ្នាំមែនប៉ុន្តែដំណើរមួយហ្នឹងគឺអាចនិយាយថាវា reset មកវិញអញ្ចឹងគឺយើងត្រូវ reset មកវិញការផ្លាស់ប្ដូរក៏មានចាប់ដើមអញ្ចឹងគឺយើងត្រូវតែចាប់ដើមអីថ្មីមួយវិញដើម្បីយើងធ្វើដំណើរតទៅមុខទៀតជាមួយនឹងអីថ្មីយ៉ាអញ្ចឹងសង្ឃឹមថាឃើញអ្នកទាំងអស់គ្នានៅជួបនៅថ្ងៃកម្មវិធីថ្ងៃទី28មិថុនាចាប់ពីម៉ោង6ទៅនៅ Club Vito នៅចិត្តសូយ៉ាទៅនៅសូយ៉ាយ៉ាចេះខ្ញុំមានមុខវិញដែរអូខេយូនេះចឹងបងជាចុងក្រោយគឺសូមអរគុណទៅកាន់បងបាទបងអរគុណបងមែនតើដែលបងបានធ្វើការចែករំលែកជាមួយនឹងបទពិសោធន៍ក៏ដូចជានិយាយទៅគឺភាពកកើតនៃ EDM Cambodia ព្រោះថាសម្រាប់ខ្ញុំធ្វើទៅបិទតែខ្ញុំគឺជាបានតែប្រិមិត្តបងមួយរូបមែនប៉ុន្តែតើតតជាមួយនឹងភាពនៃការកកើតគឺអត់ដែលដឹងពីមុនមកទេបងអញ្ចឹងដល់ពេលបានស្ដាប់បងទៅបានដឹងថាអូអញ្ចឹងការរៀបចំកម្មវិធីគឺមិនមែនដោយអ្វីដែលខ្ញុំគិតទេហើយថាគឺនៅពីខាងក្រោយហ្នឹងគឺនៅមានរឿងរ៉ាវក៏ដូចជានៅយល់ទៅគឺការខិតខំប្រឹងប្រែងរបស់បងខ្លាំងមែនតែម្ដងអូខេបងអញ្ចឹងជាចុងក្រោយគឺមានតែអរគុណបងហើយបាទបងហើយក៏អ្នកទាំងអស់គ្នាបើសិនជាចង់ធ្វើការជាវតតងជាមួយនឹងសម្បត្តិ EDM Cambodia 10 anniversary ពេលមកអ្នកគ្នាអាចធ្វើការ check ទៅកាន់ app live by Wonderpa បានអញ្ចឹងពីខ្ញុំបាទ Selmat ហើយនឹងបងប្រុសបាទជាចុងក្រោយសូមអរគុណសូមជម្រាបលាបាយបាយ